បាទជំរាបសួរអ្នកទាំងអស់គ្នាហើយក៏សួស្តីមកដែរសួស្តី YouTube ថ្ងៃនេះមកដែរខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ login ទៅចូលក្នុង PubMed ដែលយើងអាចស្រាវជ្រាវឯកសារទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រស្ថាប័នមកដែរអញ្ចឹងដើម្បីចូលក្នុង PubMed យើងចូលក្នុង browser Safari ឧទាហរណ៍ឬក៏ Firefox បន្ទាប់មកយើងចូលក្នុង Google ហើយយើង search រកពាក្យថា Henry login បន្ទាប់មកយើងចូល WHO Henry access តោះមកយើងចូល login យើងចូល login ហើយវានឹងចេញផ្ទាំងដូចនេះដើម្បីយើងពេញសារ password ខ្ញុំមានហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រកាសថាអ្នកទាំងអស់គ្នាបាន register ជាមួយនឹង PubMed រួចហើយដោយសារខ្ញុំចេញចូលច្រើនពេកវា error បាទនេះអញ្ចឹងពេលដែលអ្នក access password ទៅវានឹងចេញផ្ទាំងដូចនេះអញ្ចឹងយើងអាចស្វែងរកឯកសារជា full text ឬក៏ជា book ជាអីបានតាមរយៈ Henry នេះវាយើងចូលក្នុងនេះគេហៅថា PubMed ហ្នឹងគឺយើងអាចជួយយើងស្រាវជ្រាវទាក់ទងឯកសារមួយចំនួនដែលវាជាពពួក article និង journal អូខេអរគុណណាស់ចំពោះការទស្សនានៅការ access នៅ PubMed នេះ